យើងចាប់ផ្ដើមនៃការងារគូខ្ញុំរៀនទៅក្នុងការគូសាប់ព្រើអូចអញ្ចឹងក្នុងការគូសាប់ព្រើអូចតោះខ្ញុំមើលមកក្នុងផ្នែកនេះលក្ខណៈពពួកសាប់ព្រើបែបនេះយើងអាចធ្វើតាមនោះក្នុងកម្មវិធីយើងចង់ family ទុកអញ្ចឹងឬក៏លក្ខខណ្ឌបែបនេះក្នុង family អញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមចូលទៅក្នុង new family នេះនេះតើតើការងារមានច្រើននៅក្នុងហ្នឹងមានប្រកាន់ធ្វើប្រកាន់ដៃនេះប្រកាន់ដៃវិឈរមានតសមានធ្វើអី curtain wall curtain panel ធ្វើកញ្ចក់ធ្វើទ្វារប្អួយអញ្ចឹង family ក្នុងនេះសម្រាប់ធ្វើការគូតើតើទៅនឹងដូចយើងរៀនវិទ្យាអាកាតិហ្នឹងត្រូវការ family អញ្ចឹងអាហ្នឹងជាផ្នែកមួយរបស់វាធ្វើ profile ធ្វើក្បាច់ធ្វើល្បាក់ជាដើមអញ្ចឹងឥឡូវខ្ញុំតើតើគូយក window នេះមួយ window retrieve អានេះមានជាមួយនឹងឆ្អឹងវាខ្ញុំបើកនេះអូខេខ្ញុំបានមួយខ្ញុំ view មកជា 3D តិចអូខេឥឡូវខ្ញុំចាប់ដើមគូខ្ញុំចង់គូផ្សារព្រិលនៅក្នុងហ្នឹងដើម្បីយើងយកទៅដាក់ apply នៅក្នុងការងារ project របស់យើងអញ្ចឹងដំបូងខ្ញុំចូលមកមើលក្នុងផ្នែក exterior នេះនៅផ្នែកខាងក្រៅនេះពីបើយើងប្រើ Windows ធម្មតាវាអត់មាន grip នេះអត់មានឆ្អឹង frame នេះឲ្យយើងទេយើងប្រើ family ដែលមានមួយឆ្អឹងហ្នឹងស្រាប់អញ្ចឹងយកចាំបាច់គូឆ្អឹងហ្នឹងឯងតែបើយើងចង់គូយើងអាចលេង mode ឆ្អឹងនេះបានតែអាហ្នឹងយើងអាចលេងតាមក្រោយបានប្រើ sweep មកដូចខ្ញុំពីហ្នឹងប្រើ sweep នេះហើយយើងធ្វើធម្មតាសិនកម្រិតនេះហើយខ្ញុំតាក់ទងទៅនឹងការគូខ្ញុំ set ចូលមកខាងស្ដាំដៃបន្តមកទៀតខ្ញុំយក extrusion យើងអាចប្រើក្នុងវិធីសាស្ត្រការគូពួកព្រិលហ្នឹងតាមពិតនៅក្នុង family យើងគូច្រើនទីមិនមែនមានត្រឹមតែទីហ្នឹងទេយើងអាចប្រើ extrusion ក៏បានគេអាចប្រើប្រភេទ family generate model មួយទៀតយកមកភូម្ដងទៀតពួកប្រភេទ generate model ហ្នឹងស្រួលទៀតនៅពេលយើងចង់កែលេង mode ព្រិលហ្នឹងគឺស្រួលកែនៅក្នុង generate model profile ហ្នឹងហើយគ្រាន់តែ apply មកអានេះវាដូរឲ្យ auto វាស្រួលជាងលេងជាមួយនឹង extrusion នេះហើយខ្ញុំប្រើ extrusion នេះមួយសិនកម្រិតដំបូងអញ្ចឹងខ្ញុំគូពីខាងក្រោមនេះមួយអូខេអញ្ចឹងខ្ញុំ DI មួយខ្ញុំ set family មួយសិន set អីគេខ្ញុំ set កម្រាស់ព្រិលខ្ញុំ add parameter មួយខ្ញុំដាក់ថា thickness th length ហ្នឹងអូខេខ្ញុំសន្មតជាងសិនអូខេចឹងដល់ពេលដែលខ្ញុំចង់កែក្នុងនេះហ្មងទៅក៏បានដែរខ្ញុំកែដាក់20អញ្ចឹងវារីក20អូខេឥឡូវខ្ញុំយកតា2រួមប៉ុណ្ណឹងតមកទៀតខ្ញុំចុច finish ចឹងខ្ញុំមើល 3D តមកទៀតយើងអាចចងឲ្យវារត់ព្រោះតិចទៀតយើងត្រូវការព្រីកប្អួចហ្នឹងនៅពេលយើងព្រីកទំហំប្អួចចឹងយើងចង់ឲ្យស្លាបព្រិលនេះវារីកតាមទំហំប្អួចហ្នឹងចឹងយើងត្រូវ lock ស្លាបព្រិលហ្នឹងមានថា lock ប្រវែងស្លាបព្រិលហ្នឹងឲ្យស្មើនឹងគម្លាតរបស់ប្អួចហ្នឹងបើប្អួចហ្នឹងកាន់តែតឹងប្អួចកាន់តែធំស្លាបព្រិលវាបើឧទាហរណ៍តឹងប្អួច5ម៉ែត្រស្លាបព្រិលវាត្រូវ5ម៉ែត្របើមិនចឹងអានេះអត់លូតទេលូតតែនេះទៅអញ្ចឹងអានេះអត់លូតទេអញ្ចឹងយើងចង family អត់ចេញទេអូខេឥឡូវខ្ញុំចូលមកទីក្នុងការចងនឹងមានច្រើនទីឥឡូវទីនេះខ្ញុំចងតាម extrusion edge នេះមួយខ្ញុំ set វាទៅជាមួយនឹង width អញ្ចឹងវាស្មើហ្មងអញ្ចឹងខ្ញុំចូលមក left វិញដែរខ្ញុំមើលអត់ឃើញបណ្ដោយដាក់ high to divide frame មើលមុនឃើញអូខេយើង rotate យកមុំវាតោះខ្ញុំសំណត់32 degree អញ្ចឹងខ្ញុំអាចធ្វើការ move វាឡើង
ចឹងខ្ញុំបានតែនេះគៀកចឹងអាហ្នឹងយើងអាចលេងឆ្នៃវាតាមចិត្តយើងចង់បានទំហំហើយនឹងគម្លាតរបស់វាចឹងឥឡូវខ្ញុំធ្វើប៉ុណ្្នឹងសិនហើយតមកទៀតខ្ញុំអាច array វាបើសិនបើលក្ខខណ្ឌមួយទៀតដូចមិញខ្ញុំបាននិយាយចឹង family ដំបូងយើងចង់យើងអាចរីកបដោយទៅតឹងចុះបើកម្ពស់វារីកចុះសាប់ដល់វាមិនត្រូវរត់តាមចំនួនចឹងខ្ញុំធ្វើការ array វាចាំតិចតមកណោះអូខេយើងចាប់ដើម array ឡើង shortcut វា AR ចឹងខ្ញុំ array ឡើងទៅអូកំតាន់ខ្ញុំកំណត់បន្តិចខ្ញុំកំណត់កម្ពស់វាខ្ញុំកំណត់1ម៉ែត្រយើងអាចធ្វើការ array ប្រភេទ array ជាខ្ញុំគិតជាចំនួនមួយយើងគិតជាគម្លាតស្លាបព្រិលមានគិតជាគម្លាតស្លាបព្រិលមកគម្លាតពីស្លាបព្រិលមួយទៅស្លាបព្រិលមួយម៉ានមួយទៀតយើងគិតទៅតាមចំនួននៅក្នុងឧទាហរណ៍ថានៅក្នុងកម្ពស់ប្រអួចនឹង1ម៉ែត្រយើងចង់ដាក់ស្លាបព្រិលឧទាហរណ៍10អញ្ចឹងយើងវាយ10អញ្ចឹងវារត់10ហើយវាចែកប្រឡោះឲ្យយើងវិញមួយទៀតយើងឲ្យបើប្រអួចនឹងរីកកម្ពស់2ម៉ែត្រអញ្ចឹងយើងកំណត់កម្ពស់គម្លាត5ទឹក5ហ៊ុនអញ្ចឹងវានឹងចែកថាត្រូវការចំនួនប៉ុន្មានហ្នឹងវិធីមាន2ចាឥឡូវខ្ញុំប្រើវិធីចែកចំនួនមកខ្ញុំ array ហើយខ្ញុំចុចចំណុចនេះមួយទីឡើងវា50ថាខ្ញុំវាយ10 20អូខេចឹងយើងធ្វើការសេរីកន្លែងណាដែលលើសហើយឬក៏ខ្វះអីយើងអាចបន្ថយបានដូចថាលើសខ្ញុំដាក់19វិញអញ្ចឹងវាថយអូខេបើយើងចែកវាស្មើទៅវារត់ស្មើអញ្ចឹងយើងអាចរៀបចំតមកទៀតយើងចូលមកមើលក្នុង 3D នៅក្នុងនេះបានប្លង់នេះស្លាបព្រិលរបស់យើងហើយអញ្ចឹងខ្ញុំចង់ check មើលថាប្រសិនបើខ្ញុំបដូរទំហំរបស់វាតើស្លាបព្រិលហ្នឹងព្រោះទៅតាមទំហំខ្ញុំបដូរអត់អញ្ចឹងខ្ញុំបដូរទំហំប្អួចខ្ញុំដាក់2ម៉ែត្រខ្ញុំ apply មកអូខេពេលខ្ញុំដាក់1ម៉ែត្រកន្លះតើអូខេខ្ញុំបដូរមក1ម៉ែត្រវិញទៅពេលខ្ញុំកែទៅលើកម្ពស់វិញខ្ញុំដាក់កម្ពស់1ម៉ែត្រកន្លះឃើញថាស្លាបព្រិលនឹងអត់ទៅតាមយើងទេដោយសារយើងអត់បានចងរូបមន្តជាមួយនឹងកម្ពស់ចាឥឡូវយើងចងរូបមន្តជាមួយកម្ពស់មួយមុនហ្នឹងយើងត្រូវចងរូបមន្ត array មួយសិនចឹងខ្ញុំ select លើហ្នឹងខ្ញុំ select ទៅលើសារ array ខ្ញុំនេះមកខាងនេះទៅស្រួលខ្ញុំចុចលើសារនេះមួយហើយខ្ញុំ add parameter ខ្ញុំដាក់ថា array អូខេចឹងខ្ញុំបានចងហើយខ្ញុំចូលមកក្នុង family tab ខ្ញុំកំណត់កន្លែងនេះទាំងអស់មាន19ស្លាបព្រិល array យើងចឹងខ្ញុំដាក់ high យកកម្ពស់ចែកនឹង53ខ្ញុំតេស្តមើលបន្តិចឃើញថា19យើងចែកទៅម៉េចឲ្យកន្លែងនេះដល់19ដដែលកាលណាអញ្ចឹងដល់ពេលយើងបដូរកម្ពស់អាចស្លាបព្រិលហ្នឹងលើសពីអ្វីដែលយើងចង់បានដែរចឹងយើងចែកឲ្យចំនួនវាដូចនៅដដែលតែកុំភ្លេច tick ហោះបើយើងអត់ tick lock នេះទេវាអត់អាចយករូបមន្ត high ហ្នឹងយកមកចែកនឹង53បានទេចឹងយើងត្រូវ lock រូបមន្តចឹងឥឡូវខ្ញុំបដូរនេះតិចអូខេខ្ញុំបដូរកម្ពស់ដាក់1ម៉ែត្រ2ម៉ែត្រចុះ apply ខ្ញុំដាក់1ម៉ែត្រកន្លះអូខេខ្ញុំបដូរមក1ម៉ែត្រដើមវិញចឹងមកដូចដើមហើយ19ដដែលចឹងខ្ញុំអូខេបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយខ្ញុំចាប់ផ្ដើមចង family បង្កើត material សម្រាប់សាប់ព្រិលខ្ញុំចុចទៅលើសាប់ព្រិលនឹងមួយក្នុងចំណោមមួយហ្នឹងមួយណាក៏បាន double click ឬក៏ edit គ្រប់ខ្ញុំចុចពាក្យថា
line material ខាងនេះខ្ញុំចុច add parameter ខ្ញុំដាក់ថា blend អូខេហើយឈ្មោះយើងអាចកំណត់ឈ្មោះអីក៏បានដែរតាមយើងចង់បានចុច finish ព្រោះខ្ញុំចង់មិញហ្នឹងខ្ញុំចង់ parameter ទុបទេទុបតែកែក្នុងបច្ចេកទេតោះបន្តិចខ្ញុំបោះវាទៅបច្ចេកអញ្ចឹងមុនបោះទៅបច្ចេកខ្ញុំបង្កើតបច្ចេកមួយសិនខ្ញុំចូល logo vivid new បច្ចេកអូខេតមកទៀតខ្ញុំចាប់ផ្ដើមយក wall មួយយកមកគូ shortcut WA ចេញយក wall ពីទឹកអូអញ្ចឹងនេះកម្ពស់8ម៉ែត្រដាក់តែ4ម៉ែត្រទៅបានណាយ៉ា4ម៉ែត្រអញ្ចឹងខ្ញុំចូលទៅក្នុងfamily ខ្ញុំមិញខ្ញុំចុច load ចូលទៅបច្ចេកយើងអាច sell family នឹងទុបហើយអញ្ចឹងបច្ចេកមិញចុច toolដូរមក 3D last ទៅអញ្ចឹងនៅពេលខ្ញុំបានខ្ញុំអាចកែគេ material ក្នុង edit អញ្ចឹងនៅក្នុង edit ហ្នឹងដូចមកខ្ញុំកែក្នុងមានកម្ពស់មានតតឹងអញ្ចឹងយើងអាចកែនៅក្នុងនេះកម្រាស់ស្លាបព្រិលមានដូចគ្នាអញ្ចឹង material ដែលខ្ញុំចងមិញហ្នឹង blend មិញហ្នឹងអញ្ចឹងខ្ញុំកែក្នុងហ្នឹងអញ្ចឹងយើងចងនៅក្នុង family ហ្នឹងបើយើងចងអត់ត្រូវយើងពិបាកយកមកកែក្នុងនេះឈ្នះយើងអត់ឈ្នះចូលទៅកែរហូតទេអញ្ចឹងយើងទៅចងទុកអញ្ចឹងស្លាបព្រិលកញ្ចក់យើងអាចលេងលបាក់អី mode ដូចប្លង់ដែលខ្ញុំរូបភាពឡើងមើលពីដំបូងហ្នឹងឬក៏យើងអាចលេង frame ធ្វើខ្សែឬក៏ធ្វើ frame ដែកចាប់នៅគៀននេះក៏បានដែរអញ្ចឹងយើងអាចប្រើ generate model អញ្ចឹងឥឡូវយើងចាប់ពួកស្លាបព្រិលមួយយើងមានបើវិធីទៀតតើតងយើងប្រើប្រាស់ generate model ហើយនឹង concept មកយកមកជួយនៅក្នុងការធ្វើលបាក់ហ្នឹងក្នុងការធ្វើស្លាបព្រិលហ្នឹងអញ្ចឹងឥឡូវនេះវិធីដំបូង